ចាប់ពីពេលនេះតទៅរដ្ឋបាលរាជធានីភ្នំពេញលែងឲ្យមានការបង្ហោះដ្រូនគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទៀតហើយតូរ៉ាខ្លាំងដូចខ្លាចេញពីរុងប្រេងរំអិលតូរ៉ាផលិតតាមស្តង់ដារប្រទេសជប៉ុនបែបនេះនៅក្នុងគោលបំណងដើម្បីធានាបាននូវសុខសុវត្ថិភាពសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញនៅក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជាកំពុងតែត្រូវបានឈ្លានពានដោយខ្មាំងសត្រូវនៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញស្តីពីការហាម5មិនឲ្យបង្ហោះដ្រូននេះរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំនៅចំណុចមួយចំនួនដូចខាងក្រោមទី1ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើកដ្រូនគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទី2ជនណាដែលបំពានឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើកដ្រូនដោយគ្មានការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញនឹងត្រូវទទួលខុសត្រូវទាំងស្រុងនៅចំពោះមុខច្បាប់ជាធរមានទី3ករណីបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញមានការប្រើប្រាស់អាកាសយានគ្មានមនុស្សបើកដ្រូនសូមរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមានសមត្ថកិច្ចឬសូមទំនាក់ទំនងមកកាន់លេខ Hotline 1299ដើម្បីចាត់វិធានការឲ្យបានទាន់ពេលវេលាទី4ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង14ត្រូវបានបង្កើនការយកចិត្តទុកដាក់ចាត់ចែងនិងគ្រប់គ្រងសភាពការឲ្យបានល្អប្រសើរនៅក្នុងករណីពិនិត្យឃើញមានជនណាបំពាននៅសេចក្តីណែនាំនេះនឹងត្រូវចាត់វិធានការជាបន្ទាន់ទទួលបាននៅសេចក្តីណែនាំនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញរដ្ឋបាលខណ្ឌទាំង14និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយនិងសហការអនុវត្តឲ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាពខ្ពស់